ស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំចានៅក្នុងវីដេអូនេះដែរនាងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចាក់ផ្កាឈូកងាយចាដើម្បីចាក់ផ្កាឈូកនេះគឺនាងខ្ញុំជ្រើសរើសអំបោះ3ពណ៌បងប្អូនពណ៌លឿងសហើយនិងបៃតងហើយអំបោះនេះដែរគឺមានចំនួន3សរសៃបងប្អូនចាចំណែកម្ជុលនេះខ្ញុំជ្រើសរើសយកម្ជុលលេខ2ចាមុនដំបូងគឺយើងត្រូវធ្វើមកជាករៀងបន្ទាប់មកយើងចាក់បកលលបងទឿចូលទៅក្នុងរង្វង់យើងនេះចំនួន12ចាឥឡូវយើងចាក់បាន12ហើយឥឡូវយើងស្ទីកវាមកបងប្អូនចាគឺយើងចូលប្រឡោះទី1បន្ទាប់ពីចូលប្រឡោះទី1ហើយគឺយើងឡើងកតុយកណ្ដុរចំនួន1ចាឡើងកតុយកណ្ដុរចំនួន1ហើយអញ្ចឹងនៅក្នុងប្រឡោះមកប្រឡោះនីមួយហ្នឹងគឺយើងត្រូវចាក់បកលលបងទឿ2ចូលទៅក្នុងប្រឡោះនីមួយហ្នឹងបងប្អូនចាគឺយើងបន្ថែមវាគ្រប់រុនទាំងអស់ចាឥឡូវយើងចាក់រួចហើយបងប្អូនអញ្ចឹងយើងស្លីបស្ទីកវានៅប្រឡោះទី1ចាបន្ទាប់មកយើងកាត់អំបោះចេញចាបន្ទាប់ពីយើងកាត់អំបោះចេញហើយគឺយើងត្រូវបដូរពណ៌បងប្អូនគឺយើងបដូរពណ៌សដោយសារផ្កាឈូកយើងមានពណ៌សចាគឺយើងបដូរពណ៌សបងប្អូនចាយើងត្រូវឡើងកតុយកណ្ដុរចំនួន3ចាបន្ទាប់មកយើងរំលងមួយប្រឡោះយើងចូលទៅប្រឡោះមុខបន្ទាប់ទៀតចាយើងចាក់ចូលទៅគឺយើងចាក់បកលលបងទឿបងប្អូនចាបន្ទាប់មកយើងឡើងកតុយកណ្ដុរ3ទៀតមកយើងឡើង3ទៀតយើងរំលងមួយចាក់បកលលបងទឿមួយផ្ទុយកណ្ដុរ3ម្លងមួយគល់លបងទឿមួយចាគឺយើងធ្វើដដែលបែបនេះរហូតដល់ចាប់ជុំបងប្អូនចាពេលដែលចាប់ជុំយើងរាប់សរុបទៅគឺវាមានចន្លោះចំនួន12បងប្អូនចាបន្ទាប់ពីបាន12ហើយចាគឺយើងត្រូវឡើងកតុយកណ្ដុរមួយបន្ទាប់មកនៅប្រឡោះនេះគឺយើងត្រូវចាក់បកលលបងទឿមួយចាពាក់កណ្ដាលបកលរបងមួយឬក៏យើងហៅថា HDC បងប្អូនចាយើងចាក់ពាក់កណ្ដាលបកលរបងមួយទៅ
ដោយយើងទាញវាទាំងអស់បងប្អូនហើយបន្ទាប់មកយើងចាក់បកលល្បងចំនួន1ចាចាក់បកលល្បងត្រួតចំនួន1ទៀតចាចាក់បកលល្បងត្រួត1ហើយគឺយើងត្រូវឡើងកន្ទុយកណ្ដុរចំនួន2បងប្អូនចាបន្ទាប់មកយើងសោកចូលប្លន់នេះហើយយើងទាញផ្ដាច់ចាទាញផ្ដាច់បែបនេះគឺធ្វើឲ្យវាស្រួចបងប្អូនចាបន្ទាប់មកយើងចាក់ត្រឡប់មកវិញមកយើងចាក់បកលល្បងត្រួត1បកលល្បង1ចាបកលល្បង1ហើយពាក់កណ្ដាលបកលល្បង1បងប្អូនពាក់កណ្ដាលបកលល្បង1ហើយគឺបកលល្បងទឿមួយទៀតចាអញ្ចឹងនៅកន្លែងចន្លោះនេះបងប្អូនចន្លោះហ្នឹងគឺយើងអត់ចាក់សតបផ្កាទេគឺយើងចាក់តែបកលល្បងទឿមួយទេចាហើយសតបផ្កាគឺយើងចាក់ទៅមុខទៀតអញ្ចឹងនៅពេលដែលចប់ជុំហ្នឹងគឺសតបផ្កាយើងសរុបទាំងអស់ហ្នឹងគឺមានចំនួន6ចាបន្ទាប់ពីចាប់ជួមទី1ហើយបងប្អូនគឺយើងត្រូវទាញអំបោះទៅផ្នែកខាងក្រោមវិញម្ដងចាបន្ទាប់ពីពេលដែលយើងទាញអំបោះទៅផ្នែកខាងក្រោមហើយគឺយើងធ្វើឡើងកន្ទុយកណ្ដុរចំនួន4បងប្អូនចាកន្ទុយកណ្ដុរចំនួន4ហើយនៅកន្លែងបន្ទាប់គឺយើងត្រូវចាក់បង្គោលរបងទឿចំនួន1ចាគឺយើងចាក់កន្លែងនេះចាចាក់បង្គោលរបងទឿចំនួន1បន្ទាប់មកគឺយើងត្រូវឡើងកន្ទុយកណ្ដុរចំនួន4ទៀតបងប្អូនចាចានិយាយទៅគឺយើងធ្វើដដែលចំនួន12ដងបងប្អូន
ចាហើយនៅកន្លែងចន្លោះស្រទាប់ផ្កាហ្នឹងគឺយើងចាក់បកលរបងទឿចំនួន1ហើយពាក់កណ្ដាលបកលរបង1បកលរបងចំនួន2 1 2ចាត្រួត1ហើយកតុយកដចំនួន2ចាគឺយើងសបចូលប្លន់នេះដើម្បីទាញចង់វាឲ្យស្រួចបងប្អូនចាតបមកត្រួត1បកលរបង2 1 2ពាក់កណ្ដាលបកលរបង1ចាបកលរបងទឿចំនួន1បងប្អូនចាហើយនៅចន្លោះបន្ទាប់នេះគឺយើងអត់ចាក់ស្រទាប់ទេបងប្អូននៅក្រោមផ្នែកស្រទាប់ទី1ហ្នឹងចន្លោះក្រោមស្រទាប់ទី1គឺយើងត្រូវចាក់បកលរបងទឿ1ចាហើយទៅមុខទៀតទៅយើងចាក់ស្រទាប់ផ្កាចាគឺយើងធ្វើដូចគ្នាបងប្អូនធ្វើចាក់ស្រទាប់ផ្កាហ្នឹងយើងរាប់ទៅចំនួន6ដូចស្រទាប់ផ្កាខាងលើដែរប៉ុន្តែផ្នែកដែលស្រទាប់វាហ្នឹងគឺអត់នៅចំពីក្រោមស្រទាប់គ្នាបងប្អូនគឺយើងនៅចន្លោះកណ្ដាលបងប្អូនចាអញ្ចឹងបងប្អូនធ្វើការចាក់ដូចគ្នាមកចាយើងចាក់ឲ្យបាន6ស្រទាប់បងប្អូនចាឥឡូវខ្ញុំចាក់បាន6ស្រទាប់ហើយអញ្ចឹងយើងត្រូវទាញអំបោះនេះទៅផ្នែកខាងក្រោមចាបន្ទាប់មកយើងត្រូវឡើងកតុយកដលយើងឡើងកតុយកដលចំនួន5បងប្អូនចាឡើងចំនួន5ហើយបន្លោះនេះដែរគឺយើងត្រូវប្រទះបកលរបងទឿចំនួន1ចាបកលរបងទឿ1កតុយកដល5បកលរបងទឿ1ចាគឺយើងធ្វើដដែលហ្នឹងគឺចំនួន12ដងចាឥឡូវយើងចាក់បាន12ដងហើយអញ្ចឹងនៅផ្នែកចន្លោះនេះគឺយើងត្រូវចាក់ស្រទាប់ផ្កាចាបកលរបងទឿ1ពាក់កណ្ដាលបង្គោលរបង1ចាបកលរបងយើងនៅជុំទី2មិញគឺយើងចាក់តែ2ឯងអញ្ចឹងនៅកន្លែងជុំទី3ហ្នឹងគឺយើងត្រូវចាក់3ចាអញ្ចឹងមកជួយយើងបន្ថែមមួយបងប្អូនចាយើងចាក់ត្រួត1ហើយយើងឡើងកតុយកដល2ហើយយើងសកចូលប្រឡោះនេះទាញវាឲ្យស្រួចចាបន្ទាប់មកយើងចាក់បដិញគ្នាមកវិញមកបងប្អូនចាបដិញគ្នាពីខ្ពស់មកទៀតមកវិញមកចាហើយយើងធ្វើដដែលឲ្យបាន6ស្រទាប់បងប្អូនចា
ចាបន្ទាប់ពីចប់ជុំនឹងហើយនៅជុំចុងក្រោយគឺយើងឡើងកន្ទុយកណ្ដោប5ដូចគ្នាចាយើងឡើងកន្ទុយកណ្ដោប5បកលរបងទិល1យើងចាក់បែបនេះ12ដងបន្ទាប់មកយើងបដូរពណ៌អំបោះបងប្អូនចាដោយសារជុំក្រោយគេហ្នឹងគឺយើងត្រូវធ្វើជាជុំស្លឹកអញ្ចឹងយើងត្រូវបដូរពណ៌អំបោះជាពណ៌បៃតងចាសន្ទាប់ផ្កាពណ៌បៃតងនេះដែរគឺខ្ញុំចាក់ដូចសន្ទាប់ទី3ដែរបងប្អូនចាគឺចំនួនបកលរបងទឿចំនួនបកលរបងហើយនឹងត្រួតអីហ្នឹងគឺស្មើគ្នាទាំងអស់ចាអញ្ចឹងយើងបាន6សន្ទាប់ហើយចាឥឡូវយើងមកចាក់កន្ទុយកណ្ដុរចំនួន50ដើម្បីធ្វើជាខ្សែតាក់បងប្អូនចាចាឥឡូវយើងចាក់បាន50ហើយយើងភ្ជាប់មុខមកបងប្អូនចាចាអញ្ចឹងបតោយើងគឺបានចាក់រួចរាល់ហើយបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ចាសូមបងប្អូនជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតចាអរគុណជម្រាបលា